Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី21គឺចាប់ផ្ដើមនៅក្នុងបន្ទប់សិក្សារបស់យន់វូហើយឃើញថាយន់វូបានមកដល់បន្ទប់ទាំងហើយប៉ុន្តែដែលមើលទៅក្នុងនោះគឺអត់ទាន់មានអ្នកណាមកសម្បីតែម្នាក់មើលទៅការស្លៀកពាក់របស់យន់វូដឹងហើយពាក់អាវកកមកអីផងរួចក៏បានមកអង្គុយនៅកន្លែងតុក៏បើកសភៅមកក៏បានឃើញឈ្មោះរបស់ឆោឆៃយងដែលគាត់សរសេរកាលលើកមុនហើយក៏និយាយទៅឯងថានេះជាអ្វីដែលខ្ញុំសរសេរពេលខ្ញុំកំពុងរៀនលើកមុនរួចក៏មុខក្រហមឡើងមកទៀតហើយទាំងគិតក្នុងចិត្តថាឥឡូវនេះគ្រាន់តែឃើញឈ្មោះរបស់គាត់ក៏ធ្វើឲ្យខ្ញុំនឹងបេះដូងលឿនដែរក៏មានអ្នកណាមកនិយាយថាចេះបងមកលឿនម្ល៉េះហើយនោះគឺជាបរិសសង្ហាឆោឲ្យអីឆោយឡំគឹមដូយុនហើយមកធ្វើមកនឹងស្មើរួចគេក៏មកអង្គុយនៅកន្លែងតុនឹងញញួរក៏បានសួរទៅគេថាមានហើយឯងក៏អញ្ចឹងដែរអាប៉ែនឹងគឺឆាប់ចាប់បានហ្មងអត់ឃើញញញួរផ្លាច់អត់បានទេមើលសម្លឹងទៅកាន់ញញួរឃើញញញួរไปអើក៏ក្អមរួចក៏និយាយថាបងមិនក្តៅស្អុតទេបងไปអើក៏ក្អមក្នុងអាកាសធាតុបែបនេះចំណែកយន្តវូសើចទាំងបែកលើមុខថាមកពីខ្ញុំរៀងចាំតិចតែដូយន្តក៏និយាយថាប៉ុន្តែមិនសមមានឃើញបងពាក់ខោអាវស្ដាងទេរួចក៏ច្រត់ក្បាលខ្លួនឯងមកទំហឹងរបៀបយកដៃទះមុខខ្លួនឯងហើយក៏បង្ហាញទឹកមុខឲ្យមើលទឹកមុខឲ្យដឹងតែមានចង់សើចហ្មងរួចក៏និយាយទៅកាន់យន្តវូថាសាច់បងវាច្បាស់ពេកហើយរបៀបតែគ្នាដឹងសើមិញយន្តវូមិនឡើងកម្ដៅហើយបន្ទាប់មកក៏ស្អែកឡើងមកពាក់អាវក៏អីចឹងគ្នាដឹងបដ ாய் ថាតើមិនសមមិញបានធ្វើអីខ្លះគេដឹងបាត់ហើយចំណែកយន្តវូនិយាយទៅមុខក៏ហំថាវាជាការគួសមបើឯងធ្វើពុតជាមិនដឹងដូយន្តក៏និយាយថាតើខ្ញុំធ្លាប់គួសមដាក់បងតាំងពីពេលណាមកសាច់បងតើរបស់សិស្សបងឆយធ្វើយំធំដែរទេអើយ sorry សើចតិចហីអត់ទេអាកូននឹងសម្ដីខ្លាំងពេកហ្មងអត់មានពាក្យគួរសមអីទេនិយាយមកសួរចឹងហ្មងប្រយុទ្ធវងងាកមកមើលមុខនឹងស្លើហើយសញ្ញាឧទានសញ្ញាសួរនឹងពេញក្បាលហ្មងដូយន្តក៏និយាយទៀតថាជាមួយនឹងគុណភាពដោយគាត់ខ្ញុំពិតជាគ្មានអ្វីនិយាយទេបើខាងក្រោមគាត់ធំដែរនោះមានសុំសើចតិចសិន sorry អត់ទេអាកូននឹងនិយាយមកចឹងមែនណាឯយន្តវពេលហ្នឹងក៏និយាយចាឯងកំពុងនិយាយស្អីហ្នឹងអារបៀបសួរអញ្ចឹងវាជាការបៀតបៀនផ្លូវភេទហើយណាដោយយន្តក៏និយាយទាំងអត់ខ្វល់ថាខ្ញុំគ្រាន់តែសួរមិនអីទេចំណែកយន្តក៏ថាអត់ទេឯងមិនអាចសួរអញ្ចឹងបានទេបើឯងមានអ្នកណាមកសួរឯងថារបស់ឯងធំអានិយាយអត់តន់ផុតផលគេក៏ឆ្លើយមកចេះឆ្លើយមកទាំងមុខស្មើចេះបើវាធំមែនបើវាថាបើរបស់ខ្ញុំវាធំមែនអញ្ចឹងហើយមិនថាមានថាយន្តពេលនេះគឺគៀងអស់អីនិយាយមកយន្តក៏ក្នុងចិត្តថាចេះអើយខ្ញុំមិនដឹងថាគូហៅគេថាជាមនុស្សមិនចេះខ្មាស់ឬក៏ជាមនុស្សជឿតែលើខ្លួនឯងជ្រុលពេកទេនេះពេលហ្នឹងមកយន្តនឹងខ្មៅមកហើយក៏និយាយអើយបើឯងចង់ដឹងថាពិតមែនឯងទៅសួរឆយទៅយំខ្លួនឯងទៅដូយន្តក៏និយាយទៅមុខស្មើមកថាមានពាក្យចាំរាមសរសៃពេញស្លាហើយគឺជារឿងវគ្គកម្ដៅរបស់អូមេហ្គាហើយមានអាល់ហ្វាបានអូគេចេញទៅគ្រប់គ្នានាំគ្នាឆោឡោថាអាល់ហ្វាដែលពួកគេកំពុងនិយាយនោះគឺជាសិស្សបងឆយទៅយំដោយដែលបងដឹងហើយថាសិស្សបងឆយទៅយំត្រូវបានគេស្គាល់ច្រើនណាស់ចំណែកយន្តពូក៏អង្គុយគិតបណ្ដាក៏គិតថាចាខ្ញុំប្រកាសជាដឹងដូយន្តក៏និយាយមកកាន់យន្តថាតើតើនឹងរឿងបងជាអូមេហ្គាក៏អញ្ចឹងដែរតែពេលនោះក៏មានសម្លេងសម្រាប់ជើងគេដើរនៅខាងក្រៅអ្នកនិយាយខាងក្រៅគឺគេកំពុងតែនិយាយដើមយន្តពូនឹងឯងគេក៏គ្នានិយាយថាខ្ញុំបានឮថាគាត់បានយកអូមេហ្គាម្នាក់ដែលកំពុងឡើងកម្ដៅចេញទៅមែនទេម្នាក់ទៀតក៏បាននិយាយថាឯងដឹងទេថាអាល់ហ្វាសង្ហាមកពីផ្នែករដ្ឋបាលមុខចំនួននោះគាត់បានយកអូមេហ្គាចាក់ចេញទៅហើយគាត់ថែមទាំងលិបម៉ោងរៀននៅពេលយប់ទៀតផងម្នាក់ទៀតក៏បាននិយាយថាថាម៉េចហេតុអីខ្ញុំគិតថាសិស្សបងនោះស្អប់អូមេហ្គាទៀតតាគេក៏និយាយទៀតថាខ្ញុំមិនដឹងទេខ្ញុំមិនឮពីមិត្តភក្តិម្នាក់ថាដោយសារដល់ពេលវគ្គកម្ដៅភេរមូនរបស់អូមេហ្គាដែលមិនមែនជារឿងលេងសើចទេណាម្នាក់ទៀតក៏បាននិយាយថាអូស្លាប់ហើយអញ្ចឹងហេតុអីក៏គាត់នាំអូមេហ្គានោះចេញទៅអញ្ចឹងពួកគេក៏និយាយទាំងសើចមកថាអេវាមិនច្បាស់ទេអីថាគាត់នឹងធ្វើអ្វីបន្ទាប់ពីយកអូមេហ្គានោះចេញទៅម្នាក់ទៀតក៏បាននិយាយថាយ៉ាងណា idol ផ្នែករដ្ឋបាលមុខចំនួននៅតែជាអាល់ហ្វាឯងគិតថាអូមេហ្គានោះជាអ្នកណាហើយក៏ឃើញថាយន្តវូពេលនោះក៏គាត់ស្ដាប់ឮដែរហើយម្នាក់ទៀតក៏បាននិយាយថាតើតើនឹងរឿងនោះខ្ញុំឮពាក្យចាំរាមមកថាគេអត់តន់និយាយផុតទេហើយក៏និយាយទៀតថាគាត់គឺជាសិស្សបងរៀនផ្នែកជាមួយនឹងពួកយើងហើយក៏កាត់ឃើញថាយន្តវូពេលនោះក៏ស្ដាប់ឮហើយមុខឡើងកញ្ញើហ្មងគាត់និយាយថាគិតក្នុងចិត្តថាដូច្នោះពួកគេជាសិស្សផ្នែកជាមួយពួកយើងដែរជាសិស្សបងផ្នែករបស់ពួកយើងដែរពួកគេក៏និយាយមកឡើងដល់ឡៃមាត់ទ្វារហ្នឹងហ្មងcòn gì tiếp tha bật mét nè 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 tới chỗ này đâu giống bên nó còn nghĩ ở mưa một bên mù đây chỉ là đau mà đau một thằng nó còn thành dễ tiệt còn gì tiếp tha ai score 2 Peter bị thì chụp liền mà cũng sao thay nó biết sao cho mà đẹp đẹp mua được bao cốt cứ Lee Yun Woo nhà này bị thành dễ đam cái đó một chặt cây mỏ nó khơi thay Yun Woo cho mùi đồ Yun này
ងាកមុខមកស្លើកន្លែងមាត់ទ្វារនឹងហ្មងឃើញពីនឹងដើមមកដល់នឹងរបៀបថាអូជ្រុលហើយនិយាយដើមគេពេលនោះដូយន្តក៏លើកស្មានិយាយថាឃើញទេនេះហើយជាអ្វីដែលខ្ញុំចង់និយាយខ្ញុំប្រាប់បងហើយថាពាក្យអាចារ្យរាមពេលនេះគឺខ្សែភាពពេញនឹងហើយចំណែកយន្តវូក៏បានគិតក្នុងចិត្តថាពាក្យអាចារ្យរាមស្ទើរតែជាការពិតទាំងអស់ហើយមានផ្នែកមួយដែលមិនត្រឹមត្រូវក៏ឃើញថាយន្តវូបាននិយាយថាពួកឯងហើយក៏ឃើញថាសិស្សប្អូនឡើងញ័រយន្តវូក៏បាននិយាយថាការគិតប្រដេផ្ដាស់តាមតែចិត្តរបស់ពួកឯងមិនមែនជារឿងដែលគួរឲ្យមានមោទនភាពនោះទេវាមិនត្រឹមត្រូវទេដែលចេះតែស្មានដោយសារតែពួកឯងគិតបែបនោះទៅលើអ្នកផ្សេងហើយចង់ឲ្យគេស្របតាមពួកឯងដែរនោះតែពីនោះក៏ឡើងញ័ររួចក៏និយាយថាសុំទោសខ្ញុំសុំទោសយន្តវូក៏នៅនិយាយទៀតថាមិនអីប៉ុន្តែត្រូវចាំទុកទៅថ្ងៃមុខផងពួកគេក៏បានឆ្លើយបាតហើយក៏ដាក់មេប្រូចរត់ដល់ហាលីងចំណែកដូយន្តពេលនោះក៏និយាយថាខ្ញុំគិតថាបងគួរតែខឹងជាងនេះយន្តវូក៏បានសួរថាដើម្បីអីទៅខ្ញុំពិតជាមិនខ្វល់ពីពាក្យចម្រាំទេពួកគេនិយាយក៏មិនមែនជារឿងខុសដែរខ្ញុំគ្រាន់តែមិនចូលចិត្តពីអ្វីដែលពួកគេនិយាយមិនច្បាស់លាស់ប៉ុណ្ណោះចំណែកដូយន្តក៏សួរកាន់យន្តវូវិញថាប៉ុន្តែនោះមិនខុសទេមែនទេយន្តវូក៏និយាយទាំងស្រេចវិញថាបងពិតជាពូកែគ្រប់គ្រងខ្លួនឯងមែនតែឯងភ្លេចពីពេលវេលាដែលផេរ៉ូម៉ូនរបស់ខ្ញុំបានបែកធ្លាយបន្ទាប់ពីចាក់ថ្នាំរួចហើយមែនទេដូយន្តក៏បាននឹកស្មារតីទៅថ្ងៃនោះហើយមុខឡើងក្រហមគេក៏និយាយថាប្រកាសណាខ្ញុំខំទ្រាំសឹងអីហើយយន្តវូក៏និយាយទាំងស្រេចទៀតថាឯងដឹងពីខ្លួនឯងច្បាស់ណាស់ណាដូយន្តក៏និយាយទាំងមុខក្រហមថាបងលែងមានអីដែលត្រូវលាក់បាំងផេរ៉ូម៉ូនរបស់បងទៀតហើយត្រូវទេហើយខ្ញុំនឹងមកវិញបន្ទាប់ពីជក់បារីហើយរួចគេក៏សួរទៅកាន់យន្តវូថាបងមានបារីដែរទេសួរបងយន្តវូក៏រៀងឆ្ងល់រួចក៏សួរថាឯងមិនមានទេដូយន្តក៏ថាខ្ញុំចង់សាកអ្វីដែលប្លែកបន្តិចគឺមានន័យថាគេចង់ជក់បារីរបស់យន្តវូរាប់ជក់ហត់ដល់នោះពេលនោះយន្តវូក៏រាវមើលក្នុងកតាបរួចក៏និយាយថារបស់ខ្ញុំរៀងសាបន្តិចហើយរួចក៏ហុចឲ្យទៅគេទាំងមុខញញឹមថាឯងអាចយកទៅជក់បានអញ្ចឹងឯងឲ្យខ្ញុំខ្ចីសភៅឯងសិនមករបៀបថាដូយន្តគ្នាមិនទាន់អស់អាឡ័យមួយយន្តវូដែរទោះដឹងគេមានអ្នកដែលគេស្រឡាញ់ក៏ដោយអញ្ចឹងណាហើយមើលមុខគ្នាឡើងខំមកអៀនហើយចំណែកសាច់រឿងក៏បានកាត់មកដល់បន្ទប់ក្លឹបសិក្សារបស់ពួកគេI'm sorry លេចឈ្មោះអាប៉ែតនឹងទៀតហើយណាតែសូមដាក់ nickname ឲ្យគាត់ថាខ្លាឃ្មុំដដែលចុះពេលនោះខ្លាឃ្មុំក៏បាននិយាយទៅកាន់យន្តវូថាបងប្រុសខ្ញុំបានលើពាក្យអាចារ្យរាមមួយយន្តវូបាននិយាយថាពាក្យអាចារ្យរាមហើយគេនិយាយទាំងមុខសែបទៅកាន់យន្តវូថា Alpha សង្ហាមកពីផ្នែករដ្ឋបាលមុខជំនួយបានអូមេហ្គាដែលឡើងកម្ដៅចេញទៅនោះរួចក៏ចេញអាការៈរបៀបដូចចង់ចាប់សម្រិតសួរហើយក៏និយាយទៅកាន់យន្តវូថាយ៉ាងណាក៏ដោយវាត្រូវបាននិយាយថាអូមេហ្គានោះគឺមកពីផ្នែករបស់ពួកយើងហើយថាពួកគេទាំងនោះពីជាមិត្តភក្តិនឹងគ្នាទៅផងបងប្រុសខ្ញុំគ្រាន់តែចង់សួរចង់ដឹងទេប៉ុន្តែតើបងគិតថាអង្គការសង្ហាដែលមកពីផ្នែករដ្ឋបាលមុខជំនួយនោះគួរតែជាអ្នកណាយន្តវូក៏បាននិយាយថាភាគច្រើនដូចជាឆយថៃយំខ្លះផងក៏និយាយទៀតថាបើសិនជាអញ្ចឹងក្រៅពីបងតើសិស្សច្បងឆយថៃយំមានមិត្តភក្តិដែលរៀនផ្នែកជាមួយពួកយើងផ្សេងទៀតដែរអត់ពេលនោះយន្តវូក៏រៀបភ្ញាក់ផ្អើលរួចក៏កវីក្បាលខ្លះផងក៏បានសួរទៅកាន់យន្តវូទៀតថាអញ្ចឹងអត់មានទេត្រូវទេរួចគេក៏សម្លឹងទៅបែបសង្កេតរួចក៏និយាយថាប៉ុន្តែបើបងជាបេតាចំណែកយន្តវូពេលនោះក៏គិតក្នុងចិត្តថាអ្វីដែលខ្ញុំព្យាយាមលាក់បាំងនោះត្រូវបានគេយកមកបំភ្លឺអស់ហើយយន្តវូទ្រាំនៃបានក៏និយាយមកឡើងខ្លួនឯងតែម្ដងថាតាមពិតទៅនោះគឺជាខ្ញុំខ្លាឃ្មុំពេលនោះឡើងសប្បាយចិត្តមកក៏និយាយថាពួកនោះច្បាស់ជាយល់ខុសហើយឥឡូវរបៀបសប្បាយចិត្តនឹងសប្បាយចិត្តយល់ច្រឡំទៀតក៏និយាយថាអញ្ចឹងសិស្សច្បងគឺនៅពេលដែលឈឺនោះអញ្ចឹងហើយទើបសិស្សច្បងឆយទៅយំអៀវបងចេញទៅម្សិលមិញហ្នឹងមិនអញ្ចឹងហីតែយន្តវូក៏រឿងឆ្ងល់វិញដែរថាម៉េចយន្តវូក៏បាននិយាយទៅកាន់គេថាអ្នកណានិយាយថាខ្ញុំមិនស្រួលខ្លួនខ្លាឃ្មុំក៏បាននិយាយទៀតថាគឺដូយំនិយាយគេក៏និយាយទាំងសើចមកថាខ្ញុំក៏ភ្ញាក់ផ្អើលខ្លាំងដែរជាពិសេសនៅពេលដែលខ្ញុំបានឮពួកនោះនិយាយថាបងជាអូមេហ្គាហើយថាបងដល់ថ្ងៃមកកម្ដៅពេលដែលខ្ញុំមកដល់សាលាខ្ញុំថែមទាំងឮពាក្យចាំរាមកថាបងគេជាមួយសិស្សច្បងឆយថៃយំទៀតផងចំណែកយន្តវូពេលនោះមុខក្រហមហើយក៏រៀងអើយអញលើវាទៅហើយក៏និយាយទាំងសើចមកទៀតថាអើយបើស្ដាប់ទៅវាជ្រុលពេកហើយបងប្រុសមានមនុស្សដែលគាត់ចូលចិត្តហើយចុះបើភាគីម្ខាងទៀតយល់ច្រឡំនោះបើមើលទៅកាន់យន្តវូពេលនោះអោនមុខចុះហ្មងអត់ទេអាកូននេះឆោតមែនតើហើយក៏និយាយទៀតអូមែនហើយកាយបងប្រុសនិយាយថាមនុស្សដែលបងចូលចិត្តនោះគឺអាយុដំណើរគ្នានោះអីហើយមើលរូបឡើងអើយគួរស្រឡាញ់ហើយវាភ្លឺហើយទៅមើលទៅកាន់មុខយន្តវូពេលនោះមុខក្រហមឡើងអៀនហើយគេយកដៃទៅជាត់ថ្ងាស់ខ្លួនឯងទៅអាកូនទៅមកចេះកុំប្រាប់ខ្ញុំថាអញនិយាយមួយថ្ងៃទៅដឹងរឿងទៅភ្នាក់ទៅភ្នាក់ខ្លួនព្រឹកដូចខ្មោច7ថ្ងៃហើយក៏និយាយមនុស្សដែលបងចូលចិត្តគឺជាសិស្សច្បងឆយថៃយំកុំប្រាប់ថានោះកុំប្រាប់ថាជាសិស្សច្បងឆយថៃយំអត់សិនណាហើយសាច់រឿងនៅភាគទី21របស់យើងក៏បានចប់ត្រឹមនេះបើសិនជាមានផលខុសឆ្គងសូមអធិស្ឋានadmin ផងពី admin បាយបាយ